សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទស៊ីម៉ាឬក៏ហៅបានថាប្រសមក៏បានដែរថ្ងៃនេះដែរឲ្យមាននឹងលើរឿងថ្មីមួយទៀតហើយមកសម្រាប់ជូនអ្នកទាំងអស់គ្នាបានស្ដាប់ហើយរឿងមួយនេះឲ្យមានសូមដាក់ចំណងជើងថាបងអូនស្រីតូចរបស់មិត្តខ្ញុំតាមស្រឡាញ់ខ្ញុំហ្នឹងហើយបើចង់ដឹងថាសាច់រឿងមួយនេះវាល្អមើលយ៉ាងណាមកតាមដានជាមួយមីនទាំងអស់គ្នាមកក៏ប៉ុន្តែសម្រាប់គ្នាយើងណាដែលមិនទាន់បានចុច Subscribe នៅលើ Channel របស់មីនទេគឺសូមចុចឲ្យហើយទៅដើម្បីទទួលបានវីដេអូថ្មីៗនៅពេលមានក៏បាន upload ឥឡូវយើងកុំឲ្យចាំពេលវេលាយូរយើងមកតាមដានសាច់រឿងរបស់យើងគឺតែម្ដងទៅផ្ដើមពីសាច់រឿងរបស់យើងដំបូងនៅគេបង្ហាញអំពីសិស្សប្រុសម្នាក់ដែលជាសិស្សវិទ្យាល័យឆ្នាំទី2ដែលមានឈ្មោះថា Akitero Obushi ហើយគាត់គឺជាតួឯករបស់យើងនឹងឯងនៅពេលដែលតួប្រុសក៏បានមកដល់ apartment របស់គាត់គឺស្រាប់តែភ្ញាក់ផ្អើលដោយសារតែនៅក្នុងបន្ទប់របស់គាត់គឺមានសម្លេងខ្លាំងមែនទែនទាក់ទងអំពីការច្រៀងដូច្នោះហើយនៅពេលដែលគាត់ក៏បានបើកទ្វារខ្វាក់គឺស្រាប់តែឃើញមនុស្សស្រីម្នាក់កំពុងតែនៅទីនោះចំពោះ Akitero ពិតជាមើលចិត្តទៅកាន់ម្នាក់ស្រីនឹងមែនទែនហើយក៏បានបិទបាសតែម្ដងកុំឲ្យវាថ្លង់ពេកហើយម្នាក់ស្រីនេះគឺមានឈ្មោះថា Iroha ជាពិសេសគឺត្រូវជាសិស្សប្អូនរបស់ Akitero នឹងឯងហើយក៏ត្រូវជាប្អូនស្រីរបស់មិត្តភក្តិរបស់គាត់ដែលជាមិត្តជិតស្និទ្ធរបស់គាត់ផងដែរឯមានសំហៅឈ្មោះតួប្រុសរបស់យើងទៅជា Obushi វិញហើយដោយសារតែវាស្រួលហៅនៅពេលហ្នឹង Iroha ពិតជាក្បាលខូចមែនទែនដែលនាងក៏ចាប់ផ្ដើមញាស់ទៅកាន់ Obushi ហើយដោយសារតែក្បាលខូចខ្លាំងពេកអញ្ចឹងទៅតួប្រុសក៏ពិតជាពិបាកក្នុងការទប់ទល់ជាមួយនាងមែនទែនពីព្រោះថាអាការញាស់របស់នាងដូចជាមិនសូវស្រួលនោះទេដូចជាលើសពីមិត្តភាពឬក៏ជាសិនបាយអញ្ចឹងទៅទន្ទឹមមិនឯ Iroha ក៏បានបង្ហាញអំពីកូនសោមួយដែលជាកូនសោបន្ទោរបស់ Obushi ដាក់នៅលើទ្រូងរបស់នាងដើម្បីឲ្យតួប្រុសរបស់យើងក៏បានទៅយកកូនសោរបស់គាត់នៅលើដើមទ្រូងរបស់នាងអញ្ចឹងទៅនៅយល់ទៅមកអូននឹងគឺពិតជាក្បាលខូចមែនទែននៅពេលដែល Obushi អបប្រតិកម្មបែបហ្នឹងធ្វើឲ្យនាងគឺចាប់ផ្ដើមញ៉ែបញ៉ក់ជាមួយនឹង Obushi ទៀតហើយស្របពេលហ្នឹងដែរក៏ស្រាប់តែពូបង្ការរបស់ Obushi ក៏បានធ្វើការតាក់ទងមកកាន់ Obushi ដោយប្រាប់ទៅកាន់ Obushi ថានៅពេលនេះគាត់នឹងធ្វើការគ្រប់គ្រងទៅកាន់ហ្គេមរបស់ឯងដែលបានបង្កើតក៏ប៉ុន្តែក៏គឺមានលក្ខខណ្ឌមួយអំឡុងពេលដែល Obushi ក៏កំពុងតែនិយាយទូរស័ព្ទជាមួយនឹងពូបង្កើតរបស់គាត់ហ្នឹងក៏ស្រាប់តែមកអូនហ្នឹងគឺចាប់ផ្ដើមរកស្ដាប់ហើយដោយចង់ដឹងថាគឺបាននិយាយអ្វីខ្លះអញ្ចឹងទៅចំពោះលក្ខខណ្ឌដែលលោកពូដែលបានដាក់ឲ្យហ្នឹងគឺថា Obushi គឺមិនត្រូវឲ្យមានមិត្តស្រីនោះទេបន្ទាប់ពីលើលក្ខខណ្ឌបែបហ្នឹងភ្លាមក៏ស្រាប់តែចូលក្លេរបស់ Iroha តែម្ដងរីឯ Obushi នៅវិញក៏គាត់ដឹងដែរអំពីចេតនារបស់ Iroha ដូច្នោះហើយក៏បានធ្វើជាសញ្ញាកុំឲ្យធ្វើបានមកកាន់គាត់ប៉ុន្តែច្បាស់ខ្លះណា Iroha គឺមិនបានស្ដាប់នោះទេហើយក៏ចាប់ផ្ដើមធ្វើជាសលេងឆ្មាដាក់ទៅកាន់ទូរស័ព្ទតែម្ដងចំពោះលោកពូក៏គាត់ឆ្ងល់ដែរថាឯងកំពុងតែនៅមួយណាគេដូច្នោះហើយ Obushi ក៏បានកុហកទៅកាន់លោកពូថានៅពេលនេះក៏កំពុងតែស្ថិតនៅជាមួយនឹងឆ្មារបស់គាត់អញ្ចឹងហើយបានជាវាលឺសលេងចំណែក Iroha នេះក៏ចាប់ផ្ដើមធ្វើបាបទៅកាន់ Obushi បន្តទៀតហើយលើកនេះគឺមិនណយនោះទេគឺលក្ខណៈទ្រង់ទ្រីធំតែម្ដងប៉ុន្តែនៅពេលហ្នឹងពិតជាសំណាងល្អមែនទែនដោយសារតែលោកពូរបស់ Obushi នេះគឺបានបិទទូរស័ព្ទកុំអីចប់ហើយបន្ទាប់ពីពូរបស់គាត់គឺត្រូវបានបិទទូរស័ព្ទហើយនៅ Obushi នៅពេលនេះក៏បានស្ដីឲ្យទៅកាន់ Iroha ថាហេតុអីបានជាលេងអីតាណាអញ្ចឹង Iroha បានស្ដាប់នោះទេដែលនាងក៏បាននិយាយថានៅពេលនេះនាងពិតជាឃ្លានទឹកមែនទែនដោយមិនអាចប្រកែកបាន Obushi ក៏បានប្រាប់ទៅកាន់ Iroha ថាទៅតករបស់គាត់គឺមានទឹកផ្លែឈើប្រមាណកំប៉ុងដែរដែលនាងគួរតែយកញ៉ាំទៅគ្រាន់តែលើកបានដឹងភ្លាម Iroha ក៏បាននិយាយតែម្ដងថានាងពិតជាស្រឡាញ់ទៅកាន់ Obushi មែនទែនបន្ទាប់មកនាងក៏បានដើរសម្ដៅទៅកាន់ទូតកបាត់ទៅសាច់រឿងក៏បង្ហាញនៅពេលដែល Obushi ក៏កំពុងតែស្ថិតនៅក្នុងសាលារៀន Obushi ក៏បានគិតនៅក្នុងចិត្តផងដែរថាជីវិតវាពិតជាខ្លីខ្លាំងណាស់គ្រាន់តែការដកដង្ហើមក៏វិឈានទៅដល់សេចក្តីស្លាប់ផងដែរចំណែកក្មេងៗដែលនៅវិទ្យាល័យនៅពេលបច្ចុប្បន្ននេះដូចជាមិនដែលសូវគិតអំពីអនាគតរបស់ខ្លួនឯងនោះឡើយអញ្ចឹងហើយបានជានៅពេលនេះក៏បានខិតខំប្រឹងប្រែងដើម្បីអនាគតរបស់គាត់ពីព្រោះថាពេលវេលាវាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់គាត់តែអាកាសកិរិរបស់គាត់គឺត្រូវបានបង្អាប់ភ្លាមៗដោយសារតែមានមើលរូបថ្នាក់របស់គាត់ម្នាក់បានធ្វើឲ្យទឹកលំត្រូវបានធ្លាក់អញ្ចឹងហើយគាត់ក៏បានរើទឹកលំមួយនឹងយកទៅឲ្យទៅកាន់មើលរូបថ្នាក់របស់គាត់វិញក៏ប៉ុន្តែសាច់រឿងគឺគេមិនទាន់បង្ហាញអំពីឈ្មោះរបស់គាត់ម្នាក់ហ្នឹងទេសាច់រឿងក៏បង្ហាញនៅម៉ោងបន្តយកក៏បានគេថាមិត្តភក្តិរបស់ Obushi គឺទៅតែមកដល់ថ្នាក់នោះទេអញ្ចឹងហើយ Obushi ក៏បានប្រកោសសភៅរបស់គាត់ឲ្យទៅកាន់មិត្តភក្តិរបស់គាត់បានកន់ហើយមិត្តភក្តិរបស់ Obushi គាត់ក៏មានឈ្មោះថា Osama ហើយក៏ជាបងបង្ការរបស់ Iroha ផងដែរអូសាម៉ានៅពេលនេះក៏បាននិយាយផងដែរថាកាលពីម្សិលមិញហ្នឹងក៏បានដឹងថាប្អូនស្រីរបស់គាត់គឺបានទៅលេងម៉ូតូរបស់ឯងតែមិនទេ Obushi អត់បានប្រកាសនោះឡើយដោយសារតែនោះគឺពិតជាការពិតមែនអូសាម៉ាក៏បាននិយាយបន្តទៅថាបើតាមអ្វីដែលយើងបានដឹងហ្នឹងប្អូនស្រីរបស់យើងគឺពិតជាស្រឡាញ់តែកាន់ឯងខ្លាំងណាស់គ្រាន់តែលើបានដឹងភ្លាម Obushi ក៏បានងាកមុខចេញតែម្ដងដោយសារតែគាត់មិនចង់ស្ដាប់ទៀតឡើយស្របពេលនឹងដែរអ្នកគ្រូគណិតវិទ្យាគឺទៅតែមកដល់ហើយក៏បានប្រាប់ទៅកាន់សិស្សថានៅពេលនេះគឺត្រៀមខ្លួនក្នុងការរៀនចំពោះអ្នកគ្រូគណិតវិទ្យាគឺមានឈ្មោះថាសូមារីជាពិសេសហ្នឹងគឺមិនអាចមើលមុខរបស់នាងនោះទេច្បាស់ខ្លះណាស់ដល់ការហើយសាច់រឿងក៏បង្ហាញនៅម៉ោងចេញទៅផ្ទះគណៈពេលដែល Obushi ក៏កំពុងតែរៀបចំអីវ៉ាន់របស់គាត់ដើម្បីចេញទៅផ្ទះហ្នឹងក៏ស្រាប់តែមិត្តភក្តិរបស់គាត់ក៏បានមកប្រាប់ទៅកាន់ Obushi ថានៅពេលនេះគឺមានសិស្សស្រីម្នាក់ដែលគួរស្រឡាញ់មែនទែនដែលរងចាំឯងហើយសិស្សស្រីម្នាក់នោះក៏គ្មាននរណាឆ្ងាយនោះទេគឺជា Iroha Obushi ក៏បានសួរទៅកាន់ Iroha ថាឯងមកទីនេះធ្វើអ្វីនៅពេលហ្នឹង Obushi ក៏បានដឹងអំពីបំណងរបស់ Iroha ផងដែរដូច្នោះហើយក៏បានខ្សឹបប្រាប់ទៅកាន់នាងថាកុំឲ្យធ្វើអីផ្ដេសផ្ដាសប៉ុន្តែច្បាស់ខ្លះណាស់មកអូននៅគឺដកកតែម្ដងក៏ចាប់បានធ្វើបាបទៅកាន់ Obushi នៅថ្នាក់របស់គាត់ហើយថាពួកគេនឹងគឺបានសន្យាគ្នាហើយថាដើរទៅផ្ទះជាមួយគ្នាតែពីរនាក់ថាបងឯងដឹងអត់ថាពួកយើងនឹងគឺបានខ្លាចជាសង្សារឯងតើហេតុអីបានជាមិនដើរទៅផ្ទះជាមួយគ្នាហ្មងទៅគ្រាន់តែលើបានដឹងភ្លាមធ្វើឲ្យមើលរូបថ្នាក់របស់ Obushi ឡើងកាំងចំហមកតែម្ដងស្របពេលនឹងដែរអូសាម៉ាគឺទៅតែម្ដងដូច្នោះហើយក៏បានធ្វើការសួរទៅកាន់ប្អូនស្រីរបស់គាត់ថាឯងមកទីនេះធ្វើអ្វី
អ្វីមានអីក៏ស្រាប់តែអ៊ីរ៉ូហាគឺនិយាយចំតែម្ដងថានាងគឺចង់ទៅដេតជាមួយនឹងអ៊ីបូស៊ីដោយទ្រាំពំបានពេញនោះអូបូស៊ីក៏បានដឹកដៃរបស់អ៊ីរ៉ូហាដើម្បីទៅកន្លែងស្ងាត់ក្នុងការជជែកគ្នាតែម្ដងគ្រាន់តែមកដល់កន្លែងស្ងាត់ភ្លាមក៏ស្រាប់តែអ៊ីរ៉ូហាគឺនិយាយតាក់ទងអំពីរឿងរ៉ាវកាលពីម្សិលមិញនាងដឹងថាលោកពូគឺមិនចង់ឲ្យបងឯងនឹងគឺមានមិត្តស្រីនោះទេអញ្ចឹងហើយបានជានាងគឺចង់ខ្លាចជាមិត្តស្រីរបស់បងឯងដល់ពេលទៅអូបូស៊ីក៏បានប្រាប់ទៅកាន់អ៊ីរ៉ូហាថាគាត់មិនអាចធ្វើអញ្ចឹងបានទេឯងដឹងអំពីចរិតបងហើយថាបងនៅពេលនេះគឺផ្ដោតតែអនាគតរបស់បងតែប៉ុណ្ណោះអញ្ចឹងហើយនៅពេលនេះសូមឯងកុំឲ្យធ្វើបាបមកកាន់បងណាមានអីកណាពេលដែលអូបូស៊ីក៏បានដើរចេញក៏ស្រាប់តែអ៊ីរ៉ូហាក៏បានស្ទុះមកអោបពីក្រោយខ្នងរបស់អូបូស៊ីតែម្ដងថែមទាំងនិយាយទាំងកំសត់តែម្ដងថាបើបងឯងធ្វើបាបនឹងច្បាស់ខ្លាំងណាស់គឺប្រកាសជាធ្វើបាបអូនជាមិនខានអូនដឹងថានៅពេលបច្ចុប្បន្ននេះអាបងឯងកំពុងតែផ្ដោតអំពីអនាគតរបស់បងឯងក៏ប៉ុន្តែអាបងឯងគួរតែមានពេលវេលាសម្រាប់អ្នកដែលនៅជិតស្និទ្ធផងនិយាយឡើងកំសត់ក៏ប៉ុន្តែទង្វើរបស់អ៊ីរ៉ូហាវិញឡើងដកកតែម្ដងពីព្រោះថាដើមទ្រូងរបស់អ៊ីរ៉ូហាកំពុងតែពើទៅហើយបណ្ដាឲ្យបេះដូងរបស់អូបូស៊ីនៅពេលនោះគឺចាប់ផ្ដើមលូតញាប់ហើយដល់ពេលទៅអូបូស៊ីក៏មិនបានស្ដាប់នឹងពីសម្ដីរបស់អ៊ីរ៉ូហាកំពុងតែនិយាយណាអាឡ័យតែគាត់កំពុងតែភ័យឯនេះហើយតាមពិតទៅនេះគ្រាន់តែជាការប្រេងរបស់អ៊ីរ៉ូហាតែប៉ុណ្ណោះដោយនាងក៏បានអាងថានេះគឺជាការសារភាពដ៏សាមញ្ញបំផុតហើយដល់ពេលទៅធ្វើឲ្យអូបូស៊ីក៏ពិតជាខឹងទៅកាន់អ៊ីរ៉ូហាមែនតើដែលលេងសើចជាមួយនឹងអារម្មណ៍របស់គាត់ដល់ពេលទៅអូបូស៊ីក៏បានដេញចាប់ទៅកាន់អ៊ីរ៉ូហាតែម្ដងដោយសារតែនាងគឺក្បាលខូចខ្លាំងពេកសាច់រឿងក៏បង្ហាញនៅពេលដែលអូបូស៊ីក៏បានមកជួបជាមួយនឹងលោកពូរបស់គាត់នៅភោជនីយដ្ឋានមួយកន្លែងនៅពេលហ្នឹងលោកពូក៏បានធ្វើការសួរទៅកាន់អូបូស៊ីទាក់ទងអំពីហ្គេមដែលអូបូស៊ីក៏បានបង្កើនថាហ្គេមរបស់ឯងនោះគឺបានបង្កើតដោយខ្លួនឯងតែម្នាក់តែមែនទេឬក៏មានក្រុមដល់ពេលទៅអូបូស៊ីក៏បានប្រាប់តែម្ដងថាតាមពិតទៅហ្គេមមួយនេះគឺបានបង្កើតឡើងគឺមិនត្រឹមតែគាត់ម្នាក់ឯងនោះទេគឺមាន4នាក់ទៀតនិយាយស្រួលយល់ទៅគឺថាក្រុមរបស់គាត់គឺមានចំនួន5នាក់បន្តមកទៀតលោកពូក៏បានធ្វើការកំងអីញ៉ាំហើយក៏បានប្រាប់ទៅកាន់អ្នករត់តុងថាគឺត្រូវតែដាក់ចំនួនគ្នា3នាក់អ្វីដែលកាន់តែភ្ញាក់ផ្អើលលោកពូក៏បានបញ្ចេញស្ទាយរបស់គាត់ក្នុងការញ៉ាយទៅកាន់អ្នករត់តុកទៀនដល់ពេលទៅធ្វើឲ្យអូបូស៊ីឡើងគាំងតែម្ដងមិនដឹងថានិយាយដោយរបៀបណាទេបើពូខ្លួនឯងដល់ថ្នាក់ហ្នឹងឯងលោកពូឯងមិនគួរធ្វើបែបហ្នឹងទេវាពិតជាខុសខ្លាំងណាស់បើឯងមិនប្រាប់មានអាណាដឹងឥឡូវនេះឯងគួរតែមើលប្រតិកម្មរបស់នាងទៅតែប៉ុណ្នេះដឹងតែបានស្រេចតែម្ដងដល់ពេលទៅអូបូស៊ីក៏បានសុំលោកពូដើម្បីទៅបន្ទប់ទឹកមួយផ្លែនក៏ប៉ុន្តែនៅពេលដែលអូបូស៊ីក៏បានបើកទ្វារបន្ទប់ទឹកហ្នឹងក៏ស្រាប់តែភ្ញាក់ផ្អើលតែម្ដងដោយសារតែមាននារីម្នាក់កំពុងតែនៅទីនោះជាលទ្ធផលរបស់អូបូស៊ីគឺថាមកដៃកដាពោះហ្នឹងឯងក៏បង្ហាញមកកន្លែងអ៊ីរ៉ូកានៅវិញនេះកំពុងតែស្ថិតនៅជាមួយនឹងសែនប៉ៃម្នាក់ទៀតហើយសែនប៉ៃម្នាក់ហ្នឹងក៏បានធ្វើការសួរទៅកាន់អ៊ីរ៉ូកាផងដែរថាហេតុអីបានជាស្មាននេះហើយមិនទាន់ត្រឡប់ទៅផ្ទះអញ្ចឹងអ៊ីរ៉ូកាក៏បាននិយាយផងដែរថានៅពេលនេះនាងពិតជាអុកសុកខ្លាំងណាស់បន្ទាប់ពីអត់មានវត្តមានរបស់អូបូស៊ីត្រឡប់មកកន្លែងអូបូស៊ីនៅវិញក៏បានធ្វើការសួរទៅកាន់លោកពូផងដែរថាម្នាក់ហ្នឹងគឺជាណាគេលោកពូក៏បានតបថាតើឯងនឹងអត់ចង់ចាំអំពីនាងទេអីពីព្រោះថាកាលពីនាងតូចឯងតែងតែមកលេងជាមួយនាងរហូតហេតុអីបានជាឯងមិនចង់ចាំគ្រាន់តែលើបាននឹងភ្លាមធ្វើឲ្យអូបូស៊ីគឺបានចង់ចាំតែម្ដងថានេះគឺជាម៉ាស៊ីរ៉ូហើយម៉ាស៊ីរ៉ូគឺត្រូវជាបងប្អូនជីដូនមួយរបស់អូបូស៊ីនឹងឯងនៅពេលហ្នឹងហើយក៏ជាពេលវេលាដែលលោកពូក៏បាននិយាយប្រាប់ទៅកាន់អូបូស៊ីផងដែរថាលក្ខខណ្ឌដែលយើងបានដាក់ឲ្យទៅកាន់ឯងបានធ្វើនោះចាប់ពីពេលនេះទៅឯងត្រូវតែធ្វើសង្សារខ្លាំងៗជាមួយនឹងម៉ាស៊ីរ៉ូរហូតដល់ម៉ាស៊ីរ៉ូក៏បានបញ្ចប់ការសិក្សារបស់នាងនៅវិទ្យាល័យបន្ទាប់ពីលើបាននឹងភ្លាមធ្វើឲ្យអ្នកទាំងពីរគឺពិតជាគាំងមែនទែនអំពីលក្ខខណ្ឌរបស់លោកពូដូចនេះម៉ាស៊ីរ៉ូក៏បានប្រាប់ទៅកាន់ប៉ារបស់ខ្លួនថាកុំឲ្យធ្វើបែបហ្នឹងអីមានអីក៏ស្រាប់តែលោកពូក៏បាននិយាយខ្លាំងៗតែម្ដងថាគ្រាន់តែការផ្ទៃសាលាសោះហេតុអីបានជាពិបាកខ្លាំងម្ល៉េះយើងគ្រាន់តែរកអង្គរៈមួយដើម្បីការពារឲ្យទៅកាន់ឯងតែប៉ុណ្ណោះម៉ាស៊ីរ៉ូក៏បានតបទៅកាន់ប៉ារបស់ខ្លួនឯងវិញផងដែរថាខ្ញុំពិតជាឆ្ងល់ណាស់ប៉ាហេតុអីបានជាប៉ាឯងគឺមានកំណត់បែបនេះមកពីណាទោះបីជាយ៉ាងណាក៏ដោយកំណត់បែបនេះខ្ញុំបដិសេធឲ្យប៉ាគ្រាន់តែលើបាននឹងភ្លាមធ្វើឲ្យអូបូស៊ីក៏មានការភ្ញាក់ផ្អើលផងដែរបន្ទាប់ពីដឹងថាគឺផ្ទៃសាលាបែបហ្នឹងលោកពូក៏បានតបថាគឺប្រកាសខ្លាំងណាស់ក៏នឹងឲ្យម៉ាស៊ីរ៉ូដើម្បីទៅរៀននៅសាលារបស់ឯងវិញហើយលោកពូគាត់ក៏ចង់ប្រាប់អំពីមូលហេតុផងដែរប៉ុន្តែម៉ាស៊ីរ៉ូក៏បានបដិសេធមិនឲ្យប្រាប់នោះទេដល់ពេលទៅលោកពូក៏បានសម្រេចថាគាត់នឹងប្រាប់រឿងរ៉ាវទាំងអស់ហ្នឹងនៅពេលក្រោយចោលដោយសារតែរឿងរ៉ាវវាពិតជាវែងឆ្ងាយខ្លាំងណាស់ដែលហេតុនេះហើយអូបូស៊ីក៏បានតបថាមិនអីទេលោកពូខ្ញុំអត់ចង់ដឹងនោះទេណាមួយម៉ាស៊ីរ៉ូក៏ជាប្អូនជីដូនមួយរបស់ខ្ញុំដែរហើយការផ្ទេរទៅរៀនសាលាថ្មីគឺវាមិនមែនជាបញ្ហាអីនោះទេគ្រាន់តែយើងគឺស្វែងរកទៅកាន់បទពិសោធន៍ថ្មីតែប៉ុណ្ណោះវាប្រៀបបីដូចជាការងារអញ្ចឹងយើងគឺតែងតែផ្លាស់ប្ដូរការងារជាញឹកញយដោយសារតែស្វែងរកទៅកាន់បទពិសោធន៍ដូច្នេះខ្ញុំគឺពិតជាជឿជាក់ទៅកាន់ម៉ាស៊ីរ៉ូមែនតើនៅពេលនេះហ៎បន្ទាប់ពីអូបូស៊ីក៏បានចប់ហើយនៅលោកពូក៏បានសួរទៅកាន់កូនស្រីបកបញ្ជាក់ផងដែរថាឯនៅពេលនេះគឺឯងយល់ព្រមនៅកូនយល់ព្រមហើយប៉ាឲ្យតែប្រកាសថាវាជាខ្លាំងខ្លាយដោយការយល់ព្រមអំពីសំណាក់របស់ម៉ាស៊ីរ៉ូបានដឹងហើយអូបូស៊ីក៏ចង់ចាប់ដៃរបស់ម៉ាស៊ីរ៉ូផងដែរក៏ប៉ុន្តែស្រាប់តែនេះក៏បានទះដៃចេញថែមទាំងនិយាយសម្ដែងទៅកាន់អូបូស៊ីថាគឺជាមនុស្សហេនតៃលោកពូនៅពេលដែលឃើញបានដឹងឡើងអស់សំណើចតែម្ដងក៏ប៉ុន្តែនៅពេលហ្នឹងក៏បានប្រមានទៅកាន់អូបូស៊ីថាបើសិនជាឯងហ៊ានធ្វើអ្វីផ្ដេសផ្ដាសទៅកាន់កូនស្រីរបស់យើងដឹងតែត្រូវឯងមិនចាំបាច់បារម្ភទេលោកពូណាមួយម៉ាស៊ីរ៉ូនៅពេលនេះកំពុងតែស្អប់មកកាន់គាត់ដែរហ្នឹងដោយការបញ្ជាក់របស់អូបូស៊ីបានហ្នឹងហើយលោកពូក៏បានប្រាប់ទៅកាន់អូបូស៊ីផងដែរថាចាប់ពីស្អែកទៅឯងនឹងធ្វើជាសង្សារខ្លាំងៗជាមួយនឹងម៉ាស៊ីរ៉ូហើយចំពោះអូបូស៊ីក៏បានយល់ព្រមទៅ
អូខេអ្នកនរគ្នាសាច់រឿងរបស់យើងភាគទី1គឺការចាប់នៅត្រង់នឹងឯងហើយមិនដែរសម្រាប់រឿងថ្មីមួយនេះគឺល្អមើលដែរទេហើយបើសិនជាល្អមើលអីហ្នឹងកុំភ្លេចតាមដានជាមួយវិញបន្តទៅមុខទៀតណាមួយទៀតនោះបើសិនជាគ្នាយើងណាដែលមានបំណងថាចង់សពកាហ្វេមកកាន់អេមីននឹងដាក់ QR នៅទីនេះដើម្បីផ្ដល់ជាកម្លាំងចិត្តមកដល់អេមីនជាចុងក្រោយអេមីនមែនតែពីជូនពរទៅកាន់អ្នកគ្នាតែប៉ុណ្ណោះឲ្យសំណាងល្អនៅក្នុងឆាតជីវិតក៏ធ្វើដំណើរទៅណាមកណាប្រកបដោយសុវត្ថិភាពជានិច្ចឥឡូវអេមីនមែនតែប៉ុណ្្នឹងទេបាយបាយជួបគ្នាព្រាមតបាយបាយ